សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងYouTube ទាំងអស់គ្នាបងប្អូនថ្ងៃនេះដល់ម៉ោងឲ្យចំណុចជិតទៀតហើយបងប្អូនហើយបងប្អូនមើលស្រុកពេញស្ដាប់ហើយបងប្អូននេះបញ្ញាបតបគ្នាមហាសាលណាបងលោឡាស្ដាប់រកចំណៃបងប្អូនហើយបងតែម្ចាស់ដាក់ឲ្យស៊ីរួចហ្នឹងអូសាយធំធំតូចសាយតមែនតើបងប្អូនតែក៏សប្បាយមួយយ៉ាងដែរបងប្អូនឲ្យតែដល់ម៉ោងគឺឲ្យវាស៊ីដល់ម៉ោងឲ្យវាស៊ីតែអត់បន្តិចបងប្អូនអត់បានលក់ទេបងប្អូនណាទោះវាថោកពេកដល់7,000 គីឡូហើយខ្ញុំចំ75ខែទៅហើយមានចំណេញទេបងប្អូនអស់កម្លាំងចំណៃជ្រូកក៏ច្រើនក៏លក់ក៏ច្រើនបាយច្រើនក៏ច្រើនទៀតមានចំណេញទេបងប្អូនហើយតែធ្វើមកដើម្បីជីវភាពជាទ្រាំទេបងប្អូនការងារប្រកបផ្សំពីការងារដែលបំរើទៅរាជការណាបងប្អូននេះបងប្អូនដល់ចំណៃទាម្ដងបងប្អូនហើយទាមានតែ7ហើយកូនទាឲ្យទៅមកទូហ្នឹងឲ្យតែខ្ញុំដាក់ចំណៃជ្រូកគឺវាមកតែក្បែរជើងខ្ញុំហ្នឹងតាមពិតវាត្រូវឲ្យចំណៃផ្សេងទេប៉ុន្តែគាត់ថាពេលដែលយើងមកអញ្ចឹងទៅវាចេះតែមកក្បែរជើងរហូតគាត់តែឲ្យវាស៊ីរៀងរាល់ថ្ងៃទៅវាអត់វាទៅវិញម្យ៉ាងណាបងប្អូនហើយជីវិតជាកសិករចាំមន់ចាំទៀនចាំជ្រូកយ៉ាមិនបានហើយលក់មិនបានហើយលក់